សួស្តីបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់ Z Talk Podcast រយការទី1សប្តាហ៍នេះយើងជួបគ្នាម្ដងទៀតហើយនៅក្នុងអេពីសូតថ្មីនៅក្នុង topic នៅក្នុងប្រធានបទថ្ងៃនេះយើងនឹងមានភ្ញៀវកិត្តិយសដែលបងប្អូនធ្លាប់ឃើញមុខគាត់ពីមុនមកហើយគឺបានចូលរួមជាមួយយើងកាលពីភាគទី3កាលពីមុនមកអញ្ចឹងកុំឲ្យខាត់ពេលយូរយើងសូមអញ្ជើញបងប្អូនទាំងអស់គ្នាមកស្វាគមន៍ដាញ់ទាំងអស់គ្នាសូមស្វាគមន៍ដាញ់បាទជំរាបសួរបងហើយក៏ស្វាគមន៍ដល់អ្នកទាំងអស់គ្នាអូខេសូមស្វាគមន៍ហើយអរគុណច្រើនមែនទែនសម្រាប់ដាញ់ដែលបានអញ្ជើញនិងចំណាយពេលមកចូលរួមជាមួយយើងនៅក្នុងភាគនេះម្ដងទៀតពិភាក្សាក្នុង topic ថ្មីបាទអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់បានស្គាល់ Daniel ឬក៏ទៅចូលមកទស្សនានៅក្នុងភាគនេះទេបងសូមឲ្យ Daniel ណែនាំខ្លួនបន្តិចទៅក្នុងកាមេរ៉ាមួយនោះអំពីថាបងឈ្មោះអីហើយបងមកពីខេត្តណាឥឡូវរៀននៅក្នុងឆ្នាំទីប្រហែលជំនាញអីដែរបាទអញ្ចឹងនេះជាលើកទី2ហើយដែលខ្ញុំមកចូលរួមនៅក្នុង podcast នេះហើយបើសិនជាបងប្អូនបានទស្សនាវគ្គទី1អាចស្គាល់ខ្ញុំខ្លះហើយប៉ុន្តែខ្ញុំនឹងណែនាំម្ដងទៀតដើម្បីឲ្យអ្នកដែលពួកគាត់ចូលមកថ្មីដើម្បីឲ្យគាត់បានស្គាល់ពីខ្ញុំបន្ថែមទៀតអញ្ចឹងខ្ញុំឈ្មោះRed Swan Daniel ហើយខ្ញុំមកពីខេត្តកោះចេះហើយខ្ញុំមករៀននៅទីនេះនៅសាកលវិទ្យាល័យ Asia Pacific International University ហើយនៅក្នុងឆ្នាំនេះខ្ញុំរៀនឆ្នាំទី2នៅក្នុងឆមាសទី2ដែលមុខជំនាញដែលខ្ញុំរៀនគឺតាក់ទងទៅនឹងខាងIT តាក់ទងទៅនឹងបច្ចេកវិទ្យាខាងកុំព្យូទ័រអូខេខាងព័ត៌មានវិទ្យាបាទអូខេអរគុណច្រើនដែរញ៉ាដែលបានរៀបរាប់ខ្លួននៅក្នុងខ្លួនយ៉ាងក្បោះក្បាយសំណួររបស់យើងនៅក្នុងថ្ងៃនេះអំពីកំហុសដែលយើងធ្វើដដែលបងចង់ដឹងពីកំហុសរបស់Danielសិនតើមេរៀនមួយដែលមេរៀននៅក្នុងជីវិតរបស់Danielហ្នឹងតើមេរៀនមួយណាដែលDanielគិតថារៀនអត់ដែរចប់សោះគិតថាមកដដែលរហូតបើនិយាយតាក់ទងទៅនឹងការកាត់ឡើងដដែលខ្ញុំមានបទពិសោធន៍ច្រើនមិនថាទៅលើការងារឬក៏ការសិក្សាផ្ទាល់ខ្លួនរបស់ខ្ញុំឯដែលមានពេលខ្លះបើនិយាយទៅលើការសិក្សារបស់ខ្ញុំដូចជួនកាលអញ្ចឹងមេរៀនខ្លះខ្ញុំធ្លាប់រៀនហើយធ្លាប់រៀនជាមួយគ្រូពីមុនមកហើយប៉ុន្តែនៅពេលមកដល់នេះខ្ញុំនៅតែមេរៀនខ្ញុំនៅតែរៀនមេរៀននឹងដដែលទៀតហើយខ្ញុំចាប់ផ្ដើមគិតថាហេតុអីបានខ្ញុំមករៀនមេរៀននេះដដែលហើយដូចគ្នាមេរៀនដដែលប៉ុន្តែខ្ញុំអត់ចាំថាពីមុនខ្ញុំរៀនមេរៀននឹងបែបម៉េចចឹងទៅអាមេរៀនដដែលហ្នឹងដូចជាលក្ខណៈថាយើងរៀងសង្ហាក់ចិត្តដែរនៅពេលដែលយើងមករៀនមេរៀនដដែលចឹងអូខេអញ្ចឹងដោយសារតែយើងរៀនមេរៀនដដែលច្រើនមេរៀនដដែលហ្នឹងអាចធ្វើយើងចាំជាងមុនអត់វាអាចជួយដាស់តឿនយើងឲ្យយើងរលឹកឲ្យយើងភ្ញាក់ខ្លួនដែរប៉ុន្តែបើសិនជាមេរៀនហ្នឹងយើងនៅតែអត់ទាន់យល់ច្បាស់ដូចពេលខ្លះមេរៀនដែលខ្ញុំធ្លាប់រៀនមកហើយយើងគិតថាខ្លួនឯងយល់ហើយស្រាប់តែពេលខ្ញុំមកដល់សាកលវិទ្យាល័យនេះខ្ញុំជួបមេរៀនហ្នឹងដដែលពេលខ្ញុំទៅរំលឹកវាឡើងវិញមេរៀនហ្នឹងមានអារម្មណ៍ថាវាដូចជាមានផ្នែកអីថ្មីមួយទៀតសម្រាប់ឲ្យខ្ញុំរៀនពីវាដោយសារតែសំណួរចង់សួរបងចង់សួរបន្ទាប់ហ្នឹងតែDanielបានឆ្លើយថាមានមេរៀនខ្លះDanielបានឆ្លងកាត់កាលពីវិទ្យាល័យហើយប៉ុន្តែDanielបានមកជួបដដែលនៅក្នុងជីវិតសាកលវិទ្យាល័យប៉ុន្តែនៅពេលដែលជួបហ្នឹងមានអារម្មណ៍ថា shock ឯថាខ្ញុំរៀនដដែលហើយបានខ្ញុំអត់ចេះសោះពីមុនមករៀងសង្ហាក់ចិត្តដែរព្រោះដោយសារតាយើងអាចសម្លឹងមើលមកខ្លួនឯងមកគិតថាខ្លួនឯងនេះអន់ណាមេរៀនដែលធ្លាប់រៀនហើយហេតុអីពេលមករៀនម្ដងទៀតយើងអត់ចាំអត់មានចេះអីចឹងបានន័យថាពីមុនយើងអត់យកចិត្តទុកដាក់ទៅលើមេរៀនហ្នឹងឯងបានធ្វើឲ្យយើងអត់មានការចេះឬក៏ការចងចាំមេរៀនហ្នឹងពីមុនមកឥឡូវបងចង់ឲ្យរៀងលំអិតបន្តិចDanielអាចចែកម្លែកបានទេបើមិនអត់ចែកម្លែកបានក៏អត់អីដែរចង់បានថាតើDanielអាចចែកម្លែកបានពីមេរៀនហ្នឹងថាមេរៀនហ្នឹងគឺមេរៀននេះដែរតែDanielគិតថាធ្លាប់ឆ្លងកាត់ហើយតែនៅតែឆ្លងកាត់ហើយនៅតែសំខាន់ដដែលមានអីជាឧទាហរណ៍ជាក់លាក់អាចខ្ញុំអាចលើកយកបទពិសោធន៍ខ្ញុំមួយតាក់ទងទៅនឹងមេរៀនគណិតវិទ្យាដែលខ្ញុំធ្លាប់រៀនកាលនៅពីវិទ្យាល័យ
កាលហ្នឹងនៅពេលដែលខ្ញុំរៀនហ្នឹងខ្ញុំគិតថាមេរៀនទាំងអស់ហ្នឹងខ្ញុំបានរៀនហើយអញ្ចឹងទៅអាចយើងថាយើងត្រៀមខ្លួនសម្រាប់ពេលមកដល់មហាវិទ្យាល័យដែរអញ្ចឹងក៏គិតថាប្រហែលជាពេលទៅដល់ហ្នឹងយើងវាអាចមានគ្រឹះខ្លះដើម្បីនឹងឲ្យពន្យល់ខ្លួនឯងឲ្យយល់កាន់តែល្អពេលដែលយើងទៅដល់មហាវិទ្យាល័យអញ្ចឹងនៅពេលដែលខ្ញុំមកដល់មហាវិទ្យាល័យស្រាប់តែខ្ញុំឃើញមេរៀនហ្នឹងដដែលគឺអត់ខុសគ្នាពីមេរៀនដែលខ្ញុំធ្លាប់រៀននៅកាលពីវិទ្យាល័យឯងអញ្ចឹងនៅពេលដែលខ្ញុំយកមេរៀនហ្នឹងមកមើលមករំលឹកឡើងវិញខ្ញុំមានអារម្មណ៍ថាទោះបីជាមេរៀនហ្នឹងដដែលក៏ពិតមែនតែមានអារម្មណ៍ថាវាមានចំណែកមានចំណុចមួយថ្មីទៀតសម្រាប់ឲ្យខ្ញុំរៀនពីអាហ្នឹងហើយភ្លាមយើងរៀងរបៀបថាភ្ញាក់ដែរព្រោះដោយសារយើងមេរៀនដដែលអញ្ចឹងយើងគិតថាយើងចេះអស់ហើយអញ្ចឹងវាអត់អីទេតែដល់ពេលដែលយើងចូលទៅគ្រូពន្យល់ពីមេរៀនគណិតហ្នឹងយើងមានអារម្មណ៍ថាខ្ញុំធ្លាប់រៀនមេរៀនហ្នឹងដែរហេតុអីក៏ខ្ញុំអត់យល់ពីអ្វីដែលគ្រូបញ្យល់ឥឡូវអញ្ចឹងអរគុណច្រើនមេរៀនយើងរៀនម្ដងហើយកាលពីវិទ្យាល័យហ្នឹងហើយប៉ុន្តែមកជួបនៅសាកលវិទ្យាល័យដដែលហ្នឹងហើយក៏នឹកខ្លួនឯងថាខ្លួនឯងធ្លាប់រៀនប៉ុន្តែអត់បានចាំអីទាំងអស់ហ្នឹងហើយហើយចុះសំណួរហ្នឹងគឺសង្សួរថានៅពេលដែល Daniel ជួបនៅមេរៀនក្នុងសាកលវិទ្យាល័យម្ដងទៀតហ្នឹងតើនៅតែចាប់បានទេឬក៏នៅតែបន្តកើតកំហុសចាប់អត់សូវបានទៅតែជួបម្ដងពីរដងនៅតែខ្លួនឯងគិតថាខ្លួនឯងចាប់មិនសូវបានពីចំណុចហ្នឹងអាចនិយាយបានថាវាយើងអាចរីកចម្រើនជាងមុនបន្តិចប៉ុន្តែវានៅមានចំណុចខ្វះខាតជាច្រើននៅក្នុងហ្នឹងអាចថាបើសិនជា 100% យើងអាចចាប់បាន40ឬ 60% ឯងហើយនៅតែគិតថាបើសិនជាមានមេរៀននឹងកាត់ឡើងម្ដងទៀតខ្ញុំអាចនៅតែបង្កកំហុសដដែលកាត់ឡើងដូចគ្នាចុះបើសិនយើងបង្កកំហុសដដែលអញ្ចឹងដែលគិតថាខ្លួនឯងមានបញ្ហាអារម្មណ៍បញ្ហាខួរក្បាលបញ្ហាអីដែលយើងថាគិតថាខ្លួនឯងភាសាងាយថាយើងឈួតទេដែលយើងថាជួបមេរៀនដដែលតែនៅតែអត់យល់ដែលមានអារម្មណ៍ចឹងអត់ធ្លាប់គិតថានៅពេលដែលជួបមេរៀនដដែលហើយយើងអាចចាប់វាបានចឹងធ្លាប់គិតថាខ្លួនឯងអន់មែនតើព្រោះដោយសារតែមេរៀនដែលធ្លាប់ឆ្លងកាត់ហើយក៏អត់អាចចេះអត់អាចចងចាំបានហើយយើងមានអារម្មណ៍ថាយើងអត់រីកចម្រើនទៅមុខព្រោះដោយសារតែមេរៀនហ្នឹងយើងធ្លាប់រៀនហើយយើងធ្លាប់ឆ្លងកាត់ហើយតែដល់ពេលយើងជួបវាម្ដងទៀតយើងនៅតែបង្កកំហុសដដែលកើតឡើងចុះចំពោះមេរៀនដែលញ៉ាធ្លាប់ឆ្លងកាត់ពីមុនមកបងចង់ដឹងឲ្យបានបន្ថែមទៀតដោយសារតែយើងបានមេរៀនពីការរៀនហើយមែនអត់បងចង់ដឹងអំពីមេរៀនបែបជីវិតរស់នៅប្រចាំថ្ងៃវិញធ្លាប់ឆ្លងកាត់អីខ្លះដែលមេរៀនហ្នឹងជួបម្ដងហើយជួបម្ដងទៀតវាជួបអត់ចេះចប់ហើយដែលធ្លាប់ធ្វើម្ដងហើយនៅតែធ្វើខុសទៀតរហូតគិតដល់ខ្លួនឯងថាខ្លួនឯងមានបញ្ហាអីមែនបានមេរៀនហ្នឹងព្រៀនយើងច្រើនដងយើងនៅអត់ចាំតាក់ទងជាមួយនឹងមិត្តភ័ក្តិឬក៏ការដែលខ្ញុំរាប់អានមនុស្សថ្មីដូចជាការខ្ញុំនៅរៀននៅវិទ្យាល័យខ្ញុំជាមនុស្សម្នាក់អាចអត់សូវទៅនិយាយជាមួយគេច្រើនទេអញ្ចឹងហើយក៏ព្យាយាមធ្វើឲ្យខ្លួនឯងមានទម្លាប់មួយដែលថាធ្វើម៉េចយើងត្រូវតែចូលទៅឲ្យស្គាល់មនុស្សថ្មីឲ្យបានច្រើនហើយព្យាយាមឲ្យខ្លួនឯងហ្នឹងទៅចេញក្រៅឲ្យបានច្រើនព្រោះអាចនិយាយបានថាខ្ញុំជាមនុស្សដែលអត់ចូលចិត្តកន្លែងមនុស្សច្រើនហើយក៏អត់ចូលចិត្តនៅម្នាក់ឯងយូរពេកដែរអញ្ចឹងទៅខ្ញុំក៏ព្យាយាមបង្កើតទម្លាប់ថ្មីមួយទៅរាប់អានអ្នកដែលយើងធ្លាប់ឃើញឬក៏អ្នកនៅក្នុងសាលាអញ្ចឹងទៅអញ្ចឹងនៅពេលដែលខ្ញុំរាប់អានហ្នឹងអាចនិយាយបានថារយៈពេលខ្លីមែនតើដែលខ្ញុំអាចនៅជាមួយពួកគាត់យើងអត់អាចនៅស្និទ្ធមួយពួកគាត់បានយូរទេឧទាហរណ៍ថាពេលដែលខ្ញុំស្គាល់ណាគេម្នាក់អញ្ចឹងយើងស្គាល់គាត់បានថាយ៉ាងយូរបំផុតថាកន្លះខែអញ្ចឹងចុះស្រាប់តែបន្ទាប់មកដូចជាមនុស្សថ្មីអញ្ចឹងដូចមនុស្សអត់ដែលស្គាល់គ្នាអញ្ចឹងពេលនេះខ្ញុំមានអារម្មណ៍គាត់ថាប្រហែលជាអាហ្នឹងមកពីពួកគាត់ដោយសារតែយើងទំស្គាល់គ្នារយៈពេលខ្លីអីចឹងទៅតែដល់ពេលកន្លងមកទៀតអារឿងហ្នឹងខ្ញុំនៅតែជួបដដែលនៅពេលដែលខ្ញុំរៀនចប់វិទ្យាល័យហើយខ្ញុំនៅសល់អាចថាពេលមួយខែពីរខែក៏ចំណាយពេលទៀតដើម្បីឲ្យស្គាល់មនុស្សថ្មីមុននឹងយើងចូលទៅដល់សាកលវិទ្យាល័យចឹងទៅអញ្ចឹងនៅពេលដែលខ្ញុំព្យាយាម
ធ្វើឲ្យខ្លួនឯងចេញទៅស្គាល់មនុស្សឲ្យបានច្រើននៅតែរឿងហ្នឹងកើតឡើងដដែលយើងស្គាល់បានតែមួយអាទិត្យពីរអាទិត្យចឹងទៅស្រាប់តែមួយរយៈក្រោយមកវាថាពួកគាត់ក៏ទៅមានមិត្តភ័ក្តិថ្មីឬក៏ដើរជាមួយមនុស្សថ្មីចឹងទៅដល់ពេលយើងមានអារម្មណ៍ថាយើងចាប់ផ្ដើមដាច់ចេញពីពួកគាត់ទៀតហើយចឹងយើងមានអារម្មណ៍ថាខ្លួនឯងនៅតែឯងហើយមិត្តភ័ក្តិក៏ស្គាល់អត់ដែលបានច្រើនហើយក៏អត់ដែលបានយូរដែរចឹងហើយរឿងហ្នឹងវាមិនមែនចប់ត្រឹមប៉ុណ្្នឹងឯងពេលដែលខ្ញុំមកដល់សាកលវិទ្យាល័យនេះក៏អញ្ចឹងទៀតខ្ញុំនៅតែព្យាយាមបង្កើតទំនាក់ទំនងជាមួយអ្នកដទៃព្យាយាមនិយាយបានថាយើងចង់ទៅស្គាល់មនុស្សឲ្យបានច្រើនអញ្ចឹងទៅចង់បង្កើតមិត្តភ័ក្តិហើយខ្ញុំក៏ទៅកាលខ្ញុំមកដល់សាកលនេះដំបូងខ្ញុំស្គាល់មិត្តភ័ក្តិអាចថាបានមួយក្រុមដែរអញ្ចឹងទៅខ្ញុំក៏គិតថាប្រហែលជាអ្វីៗនឹងអាចផ្លាស់ប្ដូរហើយខ្ញុំនឹងអាចស្គាល់ពួកគាត់រហូតដល់ខ្ញុំរៀនចប់អញ្ចឹងទៅខ្ញុំអាចដើរជាមួយពួកគាត់តែកន្លងអត់បានផុតរយៈពេលប្រហែលខែក៏អាបញ្ហាហ្នឹងកើតឡើងម្ដងទៀតអញ្ចឹងខ្ញុំចាប់ផ្ដើមគិតដល់ខ្លួនឯងថាតើនេះមកពីខ្ញុំអត់ចេះរក្សាទំនាក់ទំនងហ្នឹងឬក៏អាចថានឹងមកពីធម្មជាតិរបស់មនុស្សដែរថាយើងដូចដែលឮគេថាបើសិនជាយើងអត់មាននិស្ស័យជាមួយគ្នាទេយើងអាចស្គាល់បានតែរយៈពេលខ្លីអញ្ចឹងទៅក៏ពួកគាត់ទៅបាត់អញ្ចឹងទៅអញ្ចឹងកន្លែងនេះធ្វើឲ្យខ្ញុំនឹកឃើញថាការខ្ញុំនៅវិទ្យាល័យក៏បែបហ្នឹងពេលមកដល់មហាវិទ្យាល័យក៏នៅតែបន្តបែបហ្នឹងទៀតអញ្ចឹងពេលខ្លះមានអារម្មណ៍ថារៀងអត់សប្បាយចិត្តដែររៀងអន់ចិត្តនឹងខ្លួនឯងដែរគាត់ថាខ្លួនឯងអត់មានសមត្ថភាពក្នុងការរក្សាទំនាក់ទំនងនឹងអូខេអរគុណច្រើនសម្រាប់ការចែកម្លែកបងគាត់ថាមេរៀននេះវាជាមេរៀនសំខាន់ដែលយើងតោះគ្នាតែជួបមែនអត់មិនថាបងមិនថាដាញ៉ែលជួបជាមួយនឹងការបង្កើតមិត្តភាពថ្មីប៉ុន្តែមិត្តភាពដែលយើងបង្កើតទោះបីយើងខំប្រឹងយ៉ាងណាក៏ដោយមនុស្សហ្នឹងកាន់តែចាក់ចេញពីយើងហើយការចាក់ចេញពីយើងហ្នឹងយើងទៅខំប្រឹងមានផ្សេងទៀតយើងខប់គិតថាការដែលយើងគាត់ចេញទៅហ្នឹងយើងធ្វើអីខុសហើយបានគាត់ចេញទៅពីយើងតែដល់ពេលយើងបន្តទៅជួបយូរអ្នកផ្សេងទៀតយើងធ្វើកែតម្រូវហើយប៉ុន្តែចុងក្រោយក៏ចេញទៅដែរជួបរឿងទៅដែររហូតដល់ចំណុចមួយយើងបន្ទោសខ្លួនឯងថាមកពីយើងហើយបានគេមិនអាចរាប់ជាមួយយើងបានច្រើនអញ្ចឹងអូខេតើមានមេរៀនអីផ្សេងទៀតទេដែលដាញ៉ែលអាចរៀនបានពីកំហុសខ្លួនឯងធ្លាប់ធ្វើបែបត្រែហ្នឹងណាមានមេរៀនផ្សេងទៀតដែលខ្លួនឯងគិតថាធ្វើហើយនៅតែខុសដល់ពេលធ្វើរឿងហ្នឹងខុសហើយមានប្រាប់ខ្លួនឯងថាមិនដែរថាគួរធ្វើមិនទៀតដល់ពេលដែលខ្ញុំឆ្លងកាត់រឿងហ្នឹងម្ដងពីរដងហើយខ្ញុំចាប់ផ្ដើមនិយាយបានថាដកឃ្លាមករយៈពេលដែរដើម្បីស្វែងយល់ពីខ្លួនឯងហើយស្វែងរកកំហុសថាហេតុអីបានជារឿងហ្នឹងនៅតែបន្តកើតឡើងទាំងដែលយើងខ្លួនឯងផ្ទាល់នេះព្យាយាមកែប្រែព្យាយាមផ្លាស់ប្ដូរព្យាយាមស្វែងរកចំណុចដែលយើងខ្វះខាតហ្នឹងឲ្យដើម្បីទៅបំពេញប៉ុន្តែស្រាប់តែពេលដែលយើងចាប់ផ្ដើមធ្វើវាម្ដងទៀតចាប់ផ្ដើមមានចំណុចខ្វះខាតថ្មីមកទៀតអញ្ចឹងវាដូចជាលក្ខណៈថាទោះបីជាយើងព្យាយាមផ្លាស់ប្ដូរខ្លួនឯងដើម្បីស្វែងរករឿងហ្នឹងយ៉ាងណាក៏ដោយក៏នៅតែយើងនៅតែបន្តជួបរឿងហ្នឹងដដែលហើយនៅតែមានចំណុចខ្វះខាតដែលខ្ញុំត្រូវផ្លាស់ប្ដូររហូតតរហូតអរគុណច្រើនយើងមានសំណួរដែលចង់សួរទៅដាញ៉ែលបន្តទៀតហ្នឹងគឺចង់សួរថាតើឥឡូវហ្នឹងដាញ៉ែលកំពុងតែសិក្សានៅក្នុងកំហុសអ្វីមួយអត់ឥឡូវហ្នឹងកំពុងនៅក្នុងកំហុសអីមួយហើយនៅកន្លែងហ្នឹងឥឡូវហ្នឹងកំពុងតែរៀនពីកំហុសអីមួយអត់នៅតែខ្ញុំនៅតែរៀនពីកំហុសរបស់ខ្លួនឯងតើជីវិតនៃការយើងកំពុងតែនៅក្នុងរៀនក្នុងកំហុសហ្នឹងវាបែបណាដែរនិយាយបានថាវាច្បោកច្បល់ខ្លាំងមែនតើដូចជានៅពេលខ្លះនៅពេលដែលខ្ញុំនឹកឃើញរឿងហ្នឹងឡើងវិញយើងចាប់ផ្ដើមមានគំនិតថាយើងអន់មែនតើយើងអត់អាចអភិវឌ្ឍចំណុចប៉ុណ្ណឹងបានណាហើយក៏ចាប់ផ្ដើមគិតថាបើសិនជាទៅថ្ងៃអនាគតខ្ញុំនៅតែបន្តបែបហ្នឹងទៀតខ្ញុំនៅតែជួបរឿងចឹងទៀតវាដូចជាអត់មានអីរីកចម្រើនសោះហើយតាំងពីក្មេងមកដល់ឥឡូវយើងជួបរឿងដដែល
របៀបថាអារឿងហ្នឹងកើតឡើងម្ដងហើយម្ដងទៀតយើងសម្លឹងមើលខ្លួនឯងមកដូចជាខ្ញុំអត់មានសមត្ថភាពអីសោះសូម្បីតែរឿងប៉ុណ្ណឹងខ្ញុំអត់អាចផ្លាស់ប្ដូរបាន ឥឡូវបើសិនជាបងអាចមានរឿងមួយសម្រាប់ចែកម្លែកទៅ Daniel បងគិតថាប្រហែលជាអាចធ្វើឲ្យ Daniel សប្បាយចិត្តឡើងវិញពីព្រោះយើងធ្លាប់ឆ្លងកាត់រឿងច្រើនរឿងទាំងអស់នោះมันប្រកាសថារឿងហ្នឹងកាត់ឡើងដោយសារយើងទេប៉ុន្តែយើងទាំងអស់គ្នាប្រកាសឲ្យបន្ទោសខ្លួនឯងមានរឿងមួយនៅក្នុងព្រះគម្ពីរនិយាយអំពីរឿងជីវិតរបស់ព្រះយេស៊ូវនៅពេលដែលមុនពេលយេស៊ូវសុគតទៅព្រះយេស៊ូវសួរទៅពេត្រុសដែលជាសិស្សរបស់ទ្រង់សួរថាពេត្រុសស្រឡាញ់ខ្ញុំអត់ពេត្រុសឆ្លើយ3ដងស្រឡាញ់ទ្រង់ស្រឡាញ់ព្រះអង្គស្រឡាញ់ព្រះអង្គរហូតទៅដល់ពេលមួយហ្នឹងយើងកាត់ទៅរឿងទៀតគេបានយកព្រះយេស៊ូវទៅដាក់កាត់ទោសហើយគេនាំព្រះយេស៊ូវទៅឆ្កាងមានពេលមួយហ្នឹងគឺមានអ្នកភូមិហ្នឹងឃើញពេត្រុសក៏សួរពេត្រុសថាបុគ្គលម្នាក់ហ្នឹងហើយដែលនៅជាមួយព្រះយេស៊ូវនៅជាមួយព្រះយេស៊ូវដល់ពេត្រុសឆ្លើយថាម៉េចទេខ្ញុំអត់ស្គាល់អ្នកហ្នឹងទេគាត់ឆ្លើយប្រហែលដងអត់គាត់ឆ្លើយ3ដងអ្នកសួរទៀតខ្ញុំអត់ស្គាល់ទេកំហុសលើកទី1គាត់លើកធ្វើហើយលើកទី2គាត់ធ្វើទៀតខ្ញុំអត់ស្គាល់ទេហើយមានអ្នកសួរទៀតគាត់ឆ្លើយលើកទី3ថាខ្ញុំមិនស្គាល់បុគ្គលម្នាក់ហ្នឹងទេគាត់ធ្វើកំហុសដដែល3ដងប៉ុន្តែសួរថាព្រះដាក់ទោសនៅពេលដែលយើងធ្វើរឿងអ្វីមួយខុសឆ្គងទេព្រះដាក់ទោសបើសិនជាយើងមិនកែខ្លួនប៉ុន្តែនៅក្នុងរឿងនេះប្រហែលជាពេត្រុសដឹងពីកំហុសរបស់គាត់នៅពេលដែលព្រះយេស៊ូវបានជួបពេត្រុសជាលើកម្ដងទៀតនេះសិនបងចាំអត់ខុសណាមុននោះបងប្រាប់ថាព្រះយេស៊ូវបានសួរពេត្រុសថាពេត្រុសស្រឡាញ់ទ្រង់អត់នៅពេលនេះព្រះយេស៊ូវក៏សួរពេត្រុសទៀតថាស្រឡាញ់ទ្រង់អត់ពេត្រុសក៏ឆ្លើយថាស្រឡាញ់ទ្រង់ឆ្លើយបាន3ដងដូចគ្នាអញ្ចឹងមានន័យថាការដែលយើងធ្វើខុសជាច្រើនដងហ្នឹងមិនមែនជាកំហុសទេហើយធ្វើខុសដដែលក៏មិនជាកំហុសដែរតែកំហុសនោះតែយើងដឹងពីកំហុសរបស់យើងអត់បើសិនដឹងហើយយើងរៀនយើង move on យើងដើរទៅមុខទៅទៀតឥឡូវមុននឹងបញ្ចប់ខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលមានអារម្មណ៍ថាមានសម្ពាធមានបញ្ហាផ្នែកអារម្មណ៍ឬក៏កំពុងតែឆ្ងល់ថាហាក់ដូចបងខ្លួនឯងកំពុងតែធ្វើកំហុសដដែលម្ដងហើយម្ដងទៀតដូចជានៅក្នុងសាច់រឿងរបស់ Daniel បានចែកម្លែកជាមួយយើងអញ្ចឹងបើសិនបងប្អូនមានអារម្មណ៍បែបបើសិនជាបងប្អូនមានកំពុងតែមានអារម្មណ៍បែបហ្នឹងបងប្អូនអាច comment ជាមួយនឹងយើងនៅក្នុង comment មិនថានៅ YouTube មិនថា Facebook មិនថានៅក្នុង Instagram អាច comment ដោយពាក្យភាសាអង់គ្លេសថា emotion ជាភាសាអង់គ្លេសយើងនឹងផ្ញើនៅសៀវភៅដែលមានចំណងជើងថាអាត់កំបាំងនៃអារម្មណ៍ទៅជូនបងប្អូនអស់គ្នាដែលអត់គិតថ្លៃអញ្ចឹងត្រឡប់មកវិញ Daniel មុននឹងបញ្ចប់នៅវីដេអូនេះ Daniel មានអីដើម្បីនឹងសរុបសម្រាប់បងប្អូនឬក៏មានសារមួយឬក៏អ្វីដែលបានជូនដល់បងប្អូនអាចនិយាយទៅកាមេរ៉ាក៏បាននិយាយមកបងក៏បានខ្ញុំមានអាចនិយាយបានថាគំនិតខ្លះដើម្បីនឹងចែករំលែកជាមួយនឹងអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់ពីមុនមកគឺថាទោះបីជាយើងធ្លាប់ឆ្លងកាត់រឿងដដែលទោះបីជាយើងជួបរឿងដដែលប៉ុន្តែយើងត្រូវចាំថាមេរៀនទាំងអស់ហ្នឹងគឺវាបានបង្រៀនអ្វីថ្មីមួយដល់យើងទាំងអស់គ្នាទោះបីជាយើងគិតថាវាជារឿងដដែលមែនប៉ុន្តែបើសិនជាយើងយកចិត្តទុកដាក់ទៅលើសាច់រឿងហ្នឹងគឺវានឹងបង្រៀនអ្វីថ្មីមួយមកដល់យើងហើយខ្ញុំធ្លាប់ចាំនៅក្នុងឃ្លាមួយដែលគេធ្លាប់លើកឡើងថាបើសិនជាយើងជួបរឿងដដែលមានន័យថារឿងហ្នឹងយើងអត់ទាន់សម្រេចបានទេឬក៏ដែលគេហៅថាយើងនៅជាប់ជាពាក់អញ្ចឹងយើងអត់ទាន់បានផុតសាច់រឿងហ្នឹងអញ្ចឹងហើយបើសិនជាបងប្អូនឬមិត្តភ័ក្តិទាំងអស់គ្នាធ្លាប់មានគំនិតថាខ្លួនឯងនេះអន់ឬក៏ខ្លួនឯងខ្សោយនៅពេលដែលខ្លួនឯងជួបរឿងដដែលធ្វើរឿងដដែលនៅក្នុងជីវិតត្រូវតែរំលឹកខ្លួនឯងថានោះជាការល្អហើយយើងត្រូវចាប់យកឱកាសដែលយើងមានហ្នឹងទៅធ្វើវាឲ្យអស់ពីកម្លាំងរបស់យើងដើម្បីកុំឲ្យថ្ងៃក្រោយទៅយើងមើលមកក្រោយវិញយើងមានអារម្មណ៍ស្ដាយក្រោយអរគុណច្រើន Daniel សម្រាប់ការចែករំលែកជាមួយយើងនៅក្នុងពេលនេះសប្តាហ៍នេះបងសង្ឃឹមថាមេរៀននេះនឹងជាមេរៀនល្អមួយសម្រាប់បងប្អូនដែលនៅទស្សនានៅគេហដ្ឋានសម្រាប់យកទៅសិក្សាអំពីកំហុសរបស់ខ្លួនឯងបានរៀនបងគិតថាអ្វីដែលយើងកំពុងលើកទឹកចិត្តហ្នឹងគឺចង់ប្រាប់បងប្អូនថាកំហុសដែលយើងធ្វើប្រចាំថ្ងៃ
ម្ដង2ដង3ដងមិនថាដល់10ដងក៏ដោយជួបដដែលកំហុសនោះមិនមែនបញ្ជាក់ថាបងប្អូនកំពុងតែមានបញ្ហាអ្វីមួយក្នុងខ្លួនទេ ហ្នឹងហើយ កំហុសទាំងឡាយនោះគឺជាមេរៀនសម្រាប់បង្រៀនឲ្យបងប្អូនហើយសម្រាប់បងប្អូនគិតថាឈប់ប្រើពាក្យថាខ្ញុំនឹងរៀននៅពេលដែលខ្ញុំជួបកំហុសនោះម្ដងទៀត ហ្នឹង ទៅប្រាប់ខ្លួនឯងថាខ្ញុំបានរៀនពីមេរៀននៅពេលនេះនៅពេលដែលខ្ញុំកំពុងជួបវាហ្នឹង ឥឡូវហ្នឹងបាទអញ្ចឹងខ្ញុំគិតថាយើងអាចបញ្ចប់វីដេអូនោះនៅត្រឹមហ្នឹងបានហើយអញ្ចឹងបងប្អូនអរគ្នាយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយនៅសប្តាហ៍ក្រោយបាយបាយ